យន្តចំពោះអ្នកមានកូនទាំងពីរម្ដាយពោពោះផ្ដល់ជីវិតឲ្យកូនខណៈឪពុកក៏មានភារកិច្ចចិញ្ចឹមបីបាច់កូនឪពុកជាមេគ្រួសារជាអ្នករ៉ាប់រងរាល់ការចំណាយលោកមាននៅអំណាចដ៏ធ្ងន់នៅលើស្មាលោកហ៊ានលះបង់គ្រប់យ៉ាងដើម្បីធានាបានថាគ្រួសារទទួលបាននូវអ្វីដែលល្អបំផុតតាមដែលគាត់អាចធ្វើបានអត់ងងុយមើលកូនមិនថាឈឺឬជាបេះពីមាត់ខ្លួនឯងតែត្រូវធានាបានថាកូនបានញ៉ាំឆ្ងាញ់សំណេរដ៏ខ្លីនេះជូនទៅកាន់ឪពុកគ្រប់រូបនៅក្នុងសកលលោកអរគុណចំពោះក្តីស្រឡាញ់ដ៏ធំធេងដែលពុកបានផ្ដល់ឲ្យគ្រួសារពុកគឺជាវីរបុរសរបស់កូនដល់ពេលវេលាដល់ក្តីស្រឡាញ់ឲ្យអ្នកមានកូនឲ្យបានច្រើនណាស់ខ្លួនយើងកាន់តែធំលោកក៏កាន់តែចាស់រីករាយទិវាឪពុកថ្ងៃទី15មិថុនាឆ្នាំ2025ខាងមុខនេះ